មិត្តជាទីគោរពនិងជាទីមេត្រីនៅទីបំផុតព្រះមហាក្សត្រថៃបានចេញលិខិតរំលាយសភាហើយបន្ទាប់ពីលោកអនុទិនគឺបានស្នើសុំឲ្យព្រះមហាក្សត្រថៃមហាវជ្រាលង្កនរំលាយសភានិងធ្វើការបោះឆ្នោតជាថ្មីក្រោយអនុទិនបានធ្វើសង្គ្រាមជាមួយនឹងកម្ពុជាអស់រយៈពេលប្រមាណថ្ងៃហើយក៏ឃើញថាគឺបរាជ័យនៅលើសមរភូមិយ៉ាងដុនដាបខ្លាំងមែនទែនតើបងប្អូនទៅលំអិតជាមួយនឹងខ្ញុំបាទពិសិដ្ឋបាទដូចទៅព្រះមហាក្សត្រថៃមហាវជ្រាលង្កននៅថ្ងៃទី12ខែធ្នូឆ្នាំ2025បានចេញព្រះរាជក្រឹត្យរំលាយសភាតំណាងរាស្ត្រតាមការដាក់ញត្តិស្នើសុំយ៉ាងតក់ក្រហល់ពីនាយករដ្ឋមន្ត្រីថៃអនុទិននឹងបានប្រកាសថានាយករដ្ឋមន្ត្រីបានដាក់របាយការណ៍ថ្វាយព្រះមហាក្សត្រដោយបញ្ជាក់ថានៅពេលដែលរដ្ឋាភិបាលចូលកាន់តំណែងនៅខែកញ្ញាឆ្នាំ2025វាគឺជារដ្ឋាភិបាលភាគតិចដែលមានគណៈបកនយោបាយជាច្រើនប៉ុន្តែមិនមានសម្លេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រទេកំឡុងពេលនេះប្រទេសនេះបានប្រឈមមុខនឹងបញ្ហាជាច្រើនដោយសារភាពមិនប្រកបប្រជាក្នុងវិស័យសេដ្ឋកិច្ចសង្គមគិច្ចនយោបាយទំនាក់ទំនងអន្តរជាតិនិងភូមិសាស្ត្រនយោបាយរួមទាំងភាពចលាចលនៅតាមព្រំដែនកម្ពុជាថៃពុកម៉ែបងប្អូនប្រិមិត្តទាំងអស់គ្នាអញ្ចឹងនៅយប់មិញម៉ោងដូចជា10បងប្អូនដូចជា10គឺអនុទិនដែលជានាយករដ្ឋមន្ត្រីថៃដែលលមូបសង្គ្រាមដែលបងប្អូនស្គាល់ថានាយករដ្ឋមន្ត្រីលមូបសង្គ្រាមណាគឺបានប្រកាសនៅលើទំព័រ Facebook Page របស់ខ្លួនថាគាត់ប្រគល់អំណាចទៅឲ្យពលរដ្ឋវិញក្រោយធ្វើសង្គ្រាមជាមួយកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃហើយលទ្ធផលគឺបាក់បៀហ៊ីនោមគ្រប់សមរភូមិដោយវាយកម្ពុជាមិនចុះនោះទេចុះបានតែបន្តិចហើយក៏កម្ពុជាធ្វើការវាយបកដណ្ដើមបានគ្រប់ទីតាំងឈើជើងមកវិញនេះគឺជាបរាជ័យខ្លាំងមែនទែនសម្រាប់អនុទិនដែលធ្វើសង្គ្រាមជាមួយនឹងកម្ពុជាអញ្ចឹងមកដល់ម៉ោងនេះបន្ទាប់ពីធ្វើសង្គ្រាមជាមួយកម្ពុជាមិនទទួលបានលទ្ធផលអនុទិនក៏សម្រេចប្រគល់អំណាចទៅឲ្យពលរដ្ឋវិញហើយថែមទាំងបានស្នើសុំព្រះមហាក្សត្រថៃឲ្យរំលាយសភាតំណាងរាស្ត្រធ្វើការបោះឆ្នោតសាជាថ្មីបងប្អូនអញ្ចឹងពាក់ព័ន្ធទៅនឹងព័ត៌មានលម្អិតផ្សេងទៀតខ្ញុំបាទនឹងជម្រាបជូនជាបន្តបន្ទាប់សូមអរគុណសូមជម្រាបលា